អំពូលសូឡាអំណោយរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតប្រែក្លាយជនបទក្នុងស្រុកអ៊ូរៀងឪទៅជាទីក្រុងនាពេលរាត្រីបង្គោលនឹងអំពូលសូឡាចំនួន614បង្គោលដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតបច្ច័នមុនីហ៊ុនម៉ាណែតត្រូវបានឯកឧត្តមបណ្ឌិតអាងសុផល្លែនរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំបានប្រគល់ជូនប្រជាពលរដ្ឋស្រុកអ៊ូរៀងឪខេត្តត្បូងឃ្មុំដើម្បីដាក់បំភ្លឺតាមបណ្ដោយដងផ្លូវលេខ370ចាស់ពីឃុំដំរើព្រំប្រទល់ស្រុកត្បូងឃ្មុំឆ្ពោះមកទីប្រជុំជនស្រុកអូរៀងឪប្រជាពលរដ្ឋនៅស្រុកអូរៀងឪកំពុងទទួលបានពន្លឺពេញមូលដ្ឋានដោយសារអំពូលសូឡានេះហើយនៅពេលនេះបានធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទមានសកម្មភាពដូចនៅទីក្រុងដែរដោយទីក្រុងត្រង់ថាភ្លើងសូឡាដែលកន្លងមកត្រូវបានប្រសិទ្ធនាមថាជាភ្លើងទេវតាបានបំភ្លឺមូលដ្ឋាននិងផ្ដល់ឱកាសដល់ប្រជាពលរដ្ឋមានការរស់នៅប្រកបដោយភាពស្អាតមានសោភ័ណភាពបានសម្រាកលំហែរួមទាំងការដើរហាត់ប្រាណដោយប្រជាពលរដ្ឋរស់នៅក្នុងទីប្រជុំជននិងទីក្រុង